បាទសួស្តីដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះយើងបានវិលមកជួបគ្នាសារជាថ្មីម្ដងទៀតហើយតាមរយៈមុខវិជ្ជាអក្សរសាស្ត្រខ្មែរថ្នាក់ទី11ហើយថ្ងៃនេះផងដែរលោកគ្រូនឹងធ្វើការលើកយកនៅសមត្ថភាពនិយាយស្ដីអំពីការសង្ខេបអត្ថបទយកមកធ្វើការសិក្សាទាំងអស់គ្នាណាបាទហើយដែលមេរៀននេះគឺស្ថិតនៅក្នុងមេរៀនទី3ស្ដីអំពីសេចក្តីក្លាហានបាទអរគុណអញ្ចឹងនៅក្នុងមេរៀននេះផងដែរគឺលោកគ្រូបានធ្វើការកំណត់នៅវត្ថុបំណងដូចតទៅអញ្ចឹងមានន័យថានៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការសិក្សានៅមេរៀននេះចប់គឺបងប្អូនទាំងអស់គ្នានឹងកំណត់បានពីខ្លឹមសារអត្ថបទសំខាន់បានជាក់លាក់ថាតើវាខ្លឹមសារតកតងនឹងអត្ថបទហ្នឹងគឺមានលក្ខណៈសំខាន់យ៉ាងដូចម្តេចខ្លះហើយចំណុចបន្តទៀតហ្នឹងគឺបងប្អូននឹងអាចស្រង់បាននៅចំណុចសំខាន់នៃអត្ថបទយកមកនិយាយសង្ខេបឡើងវិញបានត្រឹមត្រូវហើយចុងក្រោយនោះគឺបងប្អូនមានសមត្ថភាពនិយាយសង្ខេបអត្ថបទផ្សេងបានច្បាស់លាស់ក៏ដូចជាបានត្រឹមត្រូវផងដែរណាបាទអញ្ចឹងនេះគឺជាវត្ថុបំណងនៅក្នុងមេរៀនគឺមានថាអ្វីដែលបងប្អូននឹងទទួលបានបន្ទាប់ពីសិក្សានៅមេរៀននេះចប់បាទហើយឥឡូវជាបន្តទៀតនេះយើងមកធ្វើការរំលឹកនៅមេរៀនចាស់ទាំងអស់គ្នាជាមុនសិនចឹងដែលមេរៀនចាស់ហ្នឹងគឺលោកគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នាឆ្លើយនឹងសំណួរនេះថាតើរឿងអ្នកតាខ្លាំងមឿងបាទរឿងអ្នកតាខ្លាំងមឿងបាទនេះគឺរូបនេះណាបាទរឿងអ្នកតាខ្លាំងមឿងនោះមានការច្បាំងគ្នាមានអីហើយមានរូបនេះគឺរូបសំណាក់របស់លោកតាខ្លាំងមឿងហ្នឹងគឺបង្ហាញពីប្រវត្តិសាស្ត្រខ្មែរនៅសម័យណាបាទអញ្ចឹងលោកគ្រូផ្ដល់ជូននៅចម្លើយចំនួន4ឲ្យបងប្អូនអរគ្នាធ្វើការជ្រើសរើសអញ្ចឹងតើរឿងអ្នកតាខ្លាំងមឿងហ្នឹងបង្ហាញពីប្រវត្តិសាស្ត្រខ្មែរនៅសម័យណាបាទអញ្ចឹងចម្លើយកគឺថានៅសម័យចតុមុខហើយខនៅសម័យឧដុង្គគោនៅសម័យលង្វែកហើយខនៅសម័យអង្គរបាទអញ្ចឹងតើរឿងនេះកើតឡើងនៅក្នុងសម័យណាយើងបានស្ដាប់អត្ថបទរួចហើយមែនទេបាទយើងបានស្ដាប់អត្ថបទរួចហើយតកតូនទៅនឹងរឿងអ្នកតាខ្លាំងមឿងនេះហើយយើងបានដឹងថារូបសំណាកអ្នកតាខ្លាំងមឿងនៅពេលបច្ចុប្បន្ននេះគឺនៅក្នុងខេត្តពោធិ៍សាត់មិនអញ្ចឹងណោះបាទអញ្ចឹងតើរឿងអ្នកតាខ្លាំងមឿងនេះគឺកើតឡើងនៅក្នុងសម័យណាបាទអញ្ចឹងសូមឆ្លើយទាំងអស់គ្នាមកបាទលោកគ្រូទុកពេលឲ្យ5វិនាទីដើម្បីធ្វើការគិតទាំងអស់គ្នាថាតើរឿងនេះកើតក្នុងសម័យណាបាទអញ្ចឹងរាប់ទាំងអស់គ្នា5ណា4 3 2 1អស់មកបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោគឺកើតឡើងនៅក្នុងសម័យលង្វែកបាទអរគុណឥឡូវយើងឈានចូលទៅដល់សំណួរបន្តទៀតគឺសំណួរទី2សួរថាតើគំនិតសំខាន់ក្នុងរឿងអ្នកតាខ្លាំងមឿងនិយាយពីអ្វីបាទលោកគ្រូចង់ដឹងអំពីគំនិតសំខាន់នៅក្នុងរឿងអ្នកតាខ្លាំងមឿងហ្នឹងថាតើក្នុងរឿងហ្នឹងនិយាយអំពីអ្វីអញ្ចឹងលោកគ្រូផ្ដល់ជូននៅចម្លើយចំនួន4ឲ្យបងប្អូនធ្វើការជ្រើសទៀតហើយណាបាទអញ្ចឹងសូមបងប្អូនធ្វើការជ្រើសទាំងអស់គ្នាគឺកការបូជាជីវិតរបស់សេនាមឿងដើម្បីប្រទេសជាតិហើយខគឺការបូជាជីវិតរបស់សេនាមឿងដើម្បីខ្លួនឯងគោគឺសេនាមឿងសម្រាប់ខ្លួនដោយសារតែបរាជ័យបាទដោយសារច្បាំងចាញ់ពាក្យបរាជ័យឡើយនេះហើយខគឺសេនាមឿងបូជាជីវិតដើម្បីក្លាយជាអ្នកតាបាទអញ្ចឹងក្នុងចំណោមចម្លើយទាំង4ហ្នឹងមួយណាទៅដែលជាចម្លើយត្រឹមត្រូវបាទអញ្ចឹងសូមបងប្អូនធ្វើការឆ្លើយទាំងអស់គ្នាថាមួយណាជាចម្លើយត្រឹមត្រូវបាទតាអញ្ចឹងសូមឆ្លើយចម្លើយដែលត្រឹមត្រូវគឺចម្លើយកណាគំនិតសំខាន់ក្នុងអត្ថបទរឿងអ្នកតាខ្លាំងមឿងនោះគឺនិយាយអំពីការបូជាជីវិតរបស់សេនាមឿងដើម្បីប្រទេសជាតិគឺគាត់បូជាជីវិតដោយលោតចូលទៅក្នុងរណ្ដៅដែលមានជំរងសាស្ត្រាវុធហ្នឹងឲ្យស្លាប់ហើយទៅកែនតបខ្មោចដើម្បីមកជួយច្បាំងប្របាទជ័យអស្ចារ្យបាទអញ្ចឹងតាមដំណើររឿងបង្ហាញប៉ុណ្ណឹងបាទអរគុណអញ្ចឹងឥឡូវយើងឈានចូលទៅដល់សំណួរទី3បាទដែលចោទសួរថាតើរឿងអ្នកតាខ្លាំងមឿងគឺជារឿងប្រឌិតប្រភេទអ្វីបាទអញ្ចឹងរឿងហ្នឹងរឿងប្រឌិតទេណាមិនមែនជារឿងពិតទេប៉ុន្តែប្រឌិតផ្ដោតទៅលើអត្តភាពពិតមានថាគឺជារឿងដែលមានលក្ខណៈអត្តថៈផងដែរបាទអញ្ចឹងតើជារឿងប្រឌិតប្រភេទអ្វីលោកគ្រូផ្ដល់ជូននៅចម្លើយចំនួន4គឺទី1ថាប្រឌិតប្រភេទនិទានកថាទី2ថាជារឿងបែបព្រេងកថាទី3គឺគោនោះគឺប្រភេទទេវកថាហើយខគឺប្រភេទដំណើរកថាបាទអញ្ចឹងតើចម្លើយកខគោខហ្នឹងមួយណាត្រឹមត្រូវបាទអញ្ចឹងតើរឿងហ្នឹងគឺជារឿងនិទានរឿងព្រេង
រឿងបែបទេវកថាឬក៏ជារឿងដំណាលកថាទាំងអស់គ្នាបាទយើងបានស្ដាប់រួចហើយមែនទេបាទតើតើទៅនឹងអត្ថបទរឿងអ្នកតាខ្លាំងមើលហ្នឹងអញ្ចឹងរឿងនេះគឺជាបាទគឺជារឿងប្រភេទព្រេងកថាណាគឺជារឿងព្រេងខ្មែររបស់យើងបាទអញ្ចឹងចម្លើយកគួរឲ្យនឹងខូមិនត្រឹមត្រូវទេគឺរឿងអ្នកតាខ្លាំងមើលគឺជារឿងប្រឌិតបែបប្រភេទព្រេងកថាបាទអរគុណអញ្ចឹងបន្ទាប់ពីធ្វើការរំលឹកមេរៀនចាស់ហើយយើងឈានចូលមកដល់មេរៀនប្រចាំថ្ងៃរបស់យើងគឺសមត្ថភាពនិយាយសង្ខេបអត្ថបទបាទតើតើសមត្ថភាពនិយាយសង្ខេបអត្ថបទនេះដំបូងនោះគឺលោកគ្រូចង់ដឹងថាតើការសង្ខេបនោះមានន័យដូចម្ដេចបាទអញ្ចឹងសូមបងប្អូនឲ្យយំន័យទាំងអស់គ្នាបន្តិចមើលថាតើការសង្ខេបហ្នឹងមានន័យយ៉ាងដូចម្ដេចបាទអញ្ចឹងតាសូមផ្ដល់ចម្លើយទាំងអស់គ្នាណាសង្ខេបបើយើងគិតសិនសង្ខេបមានថាយករឿងដែលវែងឡាយហ្នឹងយកមកធ្វើឲ្យខ្លីមែនទេបាទអញ្ចឹងតើយើងឆ្លើយបែបហ្នឹងត្រឹមត្រូវទេយើងពិនិត្យមើលទៅលើចម្លើយទាំងអស់គ្នាសិនបាទអញ្ចឹងការសង្ខេបមានន័យថាជាសេចក្តីបំព្រួញឲ្យខ្លីបាទអញ្ចឹងត្រឹមត្រូវណាបាទគឺបំព្រួញឲ្យខ្លីប៉ុន្តែមិនមែនខ្លីនឹងជាតែខ្លីតាមអំពើចិត្តរបស់យើងណាគឺមានន័យគ្រប់គ្រាន់ហើយស្ដាប់បានផងដែរអញ្ចឹងគឺយើងរក្សាទុកនៅព្រឹត្តិការណ៍សំខាន់ក៏ដូចជាគំនិតសំខាន់មូលបញ្ហារបស់រឿងហ្នឹងគឺរក្សាទុកនៅដដែលមិនត្រូវកាត់ចោលទេបាទទោះបីជាយើងបំព្រួញឲ្យខ្លីក៏ពិតមែនតែខ្លីល្មមគ្រប់គ្រាន់ហើយស្ដាប់បានបាទអរគុណឥឡូវយើងបន្តពីធ្វើការស្វែងយល់ន័យនៃពាក្យថាសង្ខេបហើយយើងចូលទៅដល់សំណួរមួយទៀតថាដូចម្ដេចដែលហៅថាការសង្ខេបអត្ថបទវិញម្ដងបាទមិញការសង្ខេបធម្មតាណាឥឡូវយើងចូលដល់សង្ខេបអត្ថបទអញ្ចឹងសង្ខេបអត្ថបទហ្នឹងមានន័យថាម៉េចបាទសង្ខេបអត្ថបទមានន័យថាជាការនិយាយណាឬកត់ត្រាចំណុចសំខាន់ដែលមាននៅក្នុងអត្ថបទរឿងហ្នឹងគឺឲ្យខ្លីដូចគ្នាប៉ុន្តែមានន័យគ្រប់គ្រាន់ស្ដាប់បានអញ្ចឹងសង្ខេបអត្ថបទគឺនិយាយឬក៏កត់ត្រាចំណុចសំខាន់ដែលមាននៅក្នុងអត្ថបទរឿងណាបាទអរគុណអញ្ចឹងយើងបានយល់ន័យទៅលើការសង្ខេបក៏ដូចជាយល់ន័យទៅលើការសង្ខេបអត្ថបទហើយអញ្ចឹងយើងឈានដល់ចំណុចបន្តទៀតគឺបងប្អូនពិនិត្យមើលទៅលើខ្លឹមសារនៃមេរៀនយើងតែម្ដងអញ្ចឹងមានថាខ្លឹមសារមេរៀនយើងគឺជាអត្ថបទដកស្រង់មួយដែរដែលដកស្រង់ចេញអំពីសភៅរឿងភូមិដេឆានឈុតឆាកមួយគេដាក់ថាព្រឹត្តិការណ៍ភូមិក្រាំងលាវបាទហើយតកតូនទៅនឹងអត្ថបទទាំងស្រុងហ្នឹងគឺបងប្អូនអាចបើកសភៅសិក្សាគោលរបស់យើងគឺសភៅភូមិរបស់យើងណាទំព័រ63ដល់ទំព័រ65ដើម្បីអាននៅសេចក្តីលម្អិតបន្ថែមបាទអញ្ចឹងមានថានៅក្នុងទំព័រនេះបង្ហាញអំពីព្រឹត្តិការណ៍ភូមិក្រាំងលាវណារឿងដែលជារឿងភូមិដេឆានហ្នឹងគឺជារឿងទាំងមូលបាទអញ្ចឹងជារឿងទាំងមូលបាទនេះគឺនៅក្នុងព្រឹត្តិការណ៍ហ្នឹងលោកគ្រូនិយាយខ្លីៗតិចចាស់បាទដែលបង្ហាញអំពីព្រឹត្តិការណ៍18មេសាឆ្នាំ1925បាទនៅក្នុងព្រឹត្តិការណ៍នេះគឺលោកបាដេសបាទយើងឃើញនេះគឺសាលាឃុំបាទយ៉ាងព្រាលនេះគឺសាលាឃុំបាទនៅសាលាឃុំគឺលោកបាដេសហ្នឹងបានចុះមកប្រមូលទាបពន្ធខ្លួនឯងអញ្ចឹងដែលជាហេតុធ្វើឲ្យអ្នកស្រុកក្រាំងលាវហ្នឹងមានតួអង្គជួននៅហើយនឹងអ្នកក្លាហាន20រូបហ្នឹងគាត់រៀបចំផែនការដើម្បីកម្ចាត់បាដេសហើយក៏តែនៅក្នុងវគ្គនេះគឺបានដំណើរអំពីតួអង្គស្ត្រី2នាក់ណាបាទគឺតួអង្គស្ត្រី2នាក់បាទនេះខ្ញុំបង្ហាញរូបតំណាងមួយទៀតបាទបង្ហាញរូបតំណាងមួយទៀតគឺរូបនេះគឺយាយប៊ីបាទថាហើយនៅខាងក្រោយគាត់ដូចជាមានចែកដីផងដែរតើវាពាក់ព័ន្ធបញ្ហាឥឡូវលោកគ្រូនិយាយឡើងវិញអញ្ចឹងគឺយាយនីនិងយាយប៊ីហ្នឹងនៅពេលដែលដឹងថាប្តីត្រូវបានរាជការបារាំងមានថាលោកបាដេសហ្នឹងចាប់ដាក់ខ្នោះក៏ទូលបាយមកឲ្យប្តីបាទអញ្ចឹងទូលបាយមកឲ្យប្តីបាននិយាយសុំយកបាយទៅឲ្យប្តីដោយវិចារត្រឹមត្រូវក៏ប៉ុន្តែលោករេស៊ីដង់បាដេសហ្នឹងគឺអត់បានឲ្យគាត់ចូលយកទៅយកបាយទៅឲ្យប្តីគាត់ពិសាទេហ្នឹងជាហេតុធ្វើឲ្យមានចំនួនកើតឡើងរវាងលោករេស៊ីដង់និងយាយប៊ីហ្នឹងអញ្ចឹងជាហេតុធ្វើឲ្យលោករេស៊ីដង់បានបញ្ជាគេឲ្យបញ្ជាមានកងរក្សាស្រុកបាញ់យាយប៊ីហ្នឹងបាទហើយជាហេតុធ្វើឲ្យអ្នកក្លាហានយើងទាំងអស់ដែលបានប្រុងជើងការរួចហើយហ្នឹងមកជួយយាយប៊ីមានថាផ្ទាត់កំភ្លើងហ្នឹងបាញ់ផ្ទុះទៅសាលាឃុំហើយក៏ភាពចលាចលក៏បានកើតឡើងអញ្ចឹងជាហេតុធ្វើឲ្យជួននឹងនៅហ្នឹងស្រែកហូជាមួយនឹងចលនាលោកសំរុកទៅមុខយ៉ាងរហ័សតាមសម្រាប់ក្រុមពួកបារាំងបាទអញ្ចឹងព្រឹត្តិការណ៍ហ្នឹងគឺអត្ថបទទាំងមូលគឺប៉ុណ្ណឹងឥឡូវយើងមកមើលអត្ថបទដែល
និយាយសង្ខេបទៅលើអត្ថបទសម្រងខាងលើណាគឺជាការសង្ខេបជាផ្លូវការអញ្ចឹងលោកគ្រូនិយាយអំពីអត្ថបទសម្រងសង្ខេបនេះឡើងវិញមិញគ្រូគាត់និយាយសង្ខេបពីព្រឹត្តិការណ៍នៃរឿងទេអញ្ចឹងបងប្អូនដើម្បីដឹងថារឿងទាំងមូលវាយ៉ាងណាគឺសូមបងប្អូនអាននៅក្នុងសៀវភៅពុំយើងទំព័រ63ដល់ទំព័រ65បន្ថែមទៅតែដល់ពេលនេះគឺលោកគ្រូសង្ខេបនៅអត្ថបទដែលស្ថិតនៅក្នុងទំព័រ63ដល់65តែម្ដងអញ្ចឹង clear ដំបូងដែលលោកគ្រូប្រើគឺដំបូងឃើញទេនេះជាសំនួនពាក្យមួយដែរណាសំនួនពាក្យនៅក្នុងការនិយាយសង្ខេបហ្នឹងអញ្ចឹងដំបូងនាងនីនិងនាងប៊ីបានអង្វរទាហានដើម្បីយកបាយឲ្យប្តីបរិភោគបាទតែត្រូវកងរក្សាស្រុកហាមឃាត់មិនឲ្យជួបទេហើយលោករេស៊ីដង់បាដេសគាត់អត់បានធ្វើតាមសន្យាទេមានថាលោករេស៊ីដង់បាដេសសន្យាថាបើមានប្រាក់បង់ឲ្យគាត់នឹងដោះលែងប្តីប៉ុន្តែនៅពេលដែលនាងប៊ីហ្នឹងមានលុយបង់គ្រប់ចំនួនហើយក៏មិនឃើញគេដោះលែងប្តីខ្លួនដែរជាហេតុធ្វើឲ្យនាងប៊ីហ្នឹងគឺមានចំនួនជាមួយនឹងលោករេស៊ីដង់អញ្ចឹងមានតែចំនួនរបស់លោករេស៊ីដង់រវាងនាងនីនាងប៊ីក៏ដូចជាកងរក្សាស្រុកបានផ្ទុះឡើងជាហេតុធ្វើឲ្យលោករេស៊ីដង់បាដេសហ្នឹងមែនណាដែលគ្រូប្រើពាក្យថាបន្តតបមកនេះលោករេស៊ីដង់បាដេសបានបញ្ជាឲ្យកងរក្សាស្រុកបាញ់សម្លាប់នាងនីនិងនាងប៊ីចោលទៅឃើញទេអញ្ចឹងទាហាននោះក៏ធ្វើតាមបញ្ជាតែអត់បានសម្រេចទេហើយក៏មានចលាចលកើតឡើងគឺដោយសារតែក្រុមអ្នកតស៊ូបាទក្រុមអ្នកក្លាហានយើងហ្នឹងគឺគាត់បានមកជួយទាន់ហើយចុងក្រោយសកម្មភាពនេះបានផ្ដល់ឱកាសក្រុមអ្នកក្លាហានបានមកក្បែរលោករេស៊ីដង់បាដេសណាបាននាំគ្នាសម្រុកចូលមកអញ្ចឹងតបតយើងដកស្រង់ត្រឹមប៉ុណ្ណឹងហើយបន្ទាប់ពីសម្រុកចូលមកគឺមានរឿងកើតឡើងរហូតដល់សម្រាប់លោកបាដេសបានស្លាប់ទៀតអញ្ចឹងគ្រាន់តែគ្រូសង្ខេបទៅតាមអត្ថបទរបស់យើងទេបាទអរគុណអញ្ចឹងបន្ទាប់ពីយើងបានពិនិត្យទៅលើអត្ថបទទាំងមូលក៏ដូចជាអត្ថបទសង្ខេបហើយយើងឈានចូលមកដល់ចំណុចបន្តទៀតគឺការប្រៀបធៀបណាការប្រៀបធៀបគ្នារវាងអត្ថបទរឿងទាំងមូលនិងអត្ថបទសង្ខេបបាទថាតើរឿងទាំងមូលនិងរឿងសង្ខេបហ្នឹងវាមានលក្ខណៈដូចម្ដេចមែនទេបាទអញ្ចឹងយើងពិនិត្យមើលទាំងអស់គ្នាអញ្ចឹងគ្រូនេះបង្ហាញពីអត្ថបទរឿងទាំងមូលគឺអត្ថបទរឿងទាំងមូលគឺមានថាព្រឹត្តិការណ៍សំខាន់មានច្រើនហើយសេចក្តីលម្អិតក៏មានច្រើនទៅតាមនឹងដែរហើយក៏មួយទៀតនោះតកតងព្រឹត្តិការណ៍តូចក៏ច្រើនដែរអញ្ចឹងមានថារឿងហ្នឹងគឺព្រឹត្តិការណ៍ស្អីក៏បង្ហាញដែរហើយសកម្មភាពតួអង្គគឺច្រើនទំហំអត្ថបទគឺវែងបាទហ្នឹងគឺជារឿងទាំងមូលមានថាអត្ថបទរឿងទាំងមូលគឺបែបហ្នឹងចំណែកឯអត្ថបទសង្ខេបវិញគឺយើងសង្ខេបយកតែព្រឹត្តិការណ៍សំខាន់ហ្នឹងគឺនឹងសេចក្តីលម្អិតហ្នឹងគឺតិចបានហើយណាអត់យកទាំងអស់មកនិយាយពេកទេហើយព្រឹត្តិការណ៍តូចហ្នឹងក៏តិចទៅឬក៏ស្ទឹងថាពេលខ្លះយើងមិនបាច់ចាំបាច់រៀបរាប់អំពីព្រឹត្តិការណ៍តូចហ្នឹងទេហើយសកម្មភាពតួអង្គក៏យើងនិយាយតែចំណុចដែរណាដែលសំខាន់ខ្លឹមបានណាយើងសង្ខេបបំព្រួយខ្លីអញ្ចឹងជាហេតុធ្វើឲ្យយើងមើលទៅហាក់ដូចជាសកម្មភាពតួអង្គមានតិចហើយទំហំអត្ថបទគឺខ្លីបាទជាក់ស្ដែងដោយគ្រូសង្ខេបមិញហ្នឹងគឺមានតែមួយទំព័រឯងក៏តែអត្ថបទទាំងរឿងទាំងមូលយើងមើលមានតាំងពីទំព័រទី63 64 65 3ទំព័រឃើញទេអញ្ចឹង3ទំព័រយើងសង្ខេបមកសល់តែមិនបានមកដល់មួយទំព័រផងហ្នឹងគឺជាលក្ខណៈនៃរឿងទាំងមូលនិងអត្ថបទសង្ខេបគឺវាមានលក្ខណៈខុសគ្នាអញ្ចឹងមែនទេប៉ុន្តែនៅក្នុងចំណុចទាំងអស់នៃរឿងទាំងមូលនិងរឿងសង្ខេបហ្នឹងមានចំណុចរួមមួយគឺមានថារក្សាបាននៅខ្លឹមសារនៃរឿងហ្នឹងដូចគ្នាបាទតិចថាសង្ខេបដកខ្លឹមសារណាមួយចោលអត់បានទេណាគឺត្រូវតែរក្សាខ្លឹមសារសំខាន់ទុកបាទអរគុណអញ្ចឹងយើងបានធ្វើការប្រៀបធៀបគ្នារួចហើយរវាងអត្ថបទរឿងទាំងមូលក៏ដូចជាអត្ថបទសង្ខេបអញ្ចឹងខ្លឹមសារមេរៀនយើងគឺបានបញ្ចប់ប៉ុណ្ណឹងបាទឥឡូវឈានចូលដល់ចំណុចមួយទៀតនោះគឺការពង្រឹងពុទ្ធិបាទតកតងការពង្រឹងពុទ្ធិនេះគឺដើម្បីរំលឹកនៅអ្វីដែលបងប្អូនបានសិក្សាអំបញ្ញមិញអញ្ចឹងតាសូមបងប្អូនចូលរួមឆ្លើយសំណួរនេះទាំងអស់គ្នាដែលចោទសួរថាដូចម្ដេចទៅដែលហៅថាការសង្ខេបអញ្ចឹងលោកគ្រូផ្ដល់ជូននៅចម្លើយ4ឲ្យបងប្អូនទាំងអស់គ្នាជ្រើសរើសកគឺការនិយាយដោយកាត់ឲ្យខ្លីខការនិយាយដោយមានការកំណត់ពេលគោការនិយាយដែលមានន័យមិនគ្រប់គ្រាន់ខគឺការបំព្រួញឲ្យខ្លីមានន័យគ្រប់គ្រាន់ស្ដាប់បានតើមួយណាទៅជាចម្លើយត្រឹមត្រូវទាំងអស់គ្នាបាទតាសូមឆ្លើយតើចម្លើយកខគោឬខជាចម្លើយត្រឹមត្រូវបាទតាសូមឆ្លើយ
Chấm lái đa trầm trời cứ và cứ chấm lái khô nè cả sòng khép cứ chỉ cả bầm ruồi ở lấy hơi miền này cực đoán đập bàn và đây cứ chỉ chấm lái đá trầm trời còn lấy những trên cho mà đo sầm núa bẩn tọp tiệt cứ xua thả nông ca sòng khép ở tập bót ta kịp ra sầm nuôn pía ở vậy khla và sầm nuôn pía sòng khép đại lục ru thua ca sòng khép mấy lục ru bàn hai lại po cả hôm ở dương bàn khơi nhá bà chẳng chấm lái cứ ở lục ru đo chun buồn nè bà nó cứ buồn thôi cứ co kho cô khô chẳng sầm nuôn pía để prang cứ miên pía tha đầm bông bản tọp mốc nằng trồng cao bì hay khó lắm tha đầm bông mùi bình tiết nằng được này hai hay cố lắm cứ chỉ trồng cao sập mốc nằng rùm xịt đầy mốc hay khố chia bát thom chia cách chặt đám nâng chỉ rùm mốc ta sầm nuôn pía nát đây là cรูbàn práในក្នុងការសង្ខេបអត្ថបទកាលពីនៅក្នុងខ្លឹមសារមេរៀនយើងមិញនោះតើសំណួរមួយណាទាំងអស់គ្នាបាទអញ្ចឹងសូមផ្ដល់ចម្លើយទាំងអស់គ្នាមកបាទវានិយាយរួមទៅកខគខវាជាសំណួរពាក្យដូចគ្នាប៉ុន្តែជាសំណួរពាក្យមួយដែលយើងប្រើចម្រុះអញ្ចឹងគ្រូចង់ដឹងថាតើសំណួរពាក្យណាដែលលោកគ្រូប្រើនៅក្នុងការសង្ខេបអត្ថបទបាញ់មិញនោះបាទអញ្ចឹងតាចម្លើយដែលត្រឹមត្រូវគឺចម្លើយកណាបាទខ្ញុំបានប្រើពាក្យថាដំបងបាទដំបងគឺរៀបរាប់ពីរឿងដំបងមកហើយក្រោយមកទៀតខ្ញុំដាក់បន្តមកបាទរៀបរាប់ពីខ្លឹមសារបន្តមកទៀតបាទហើយបានចុងក្រោយដែលបង្ហាញអំពីខ្លឹមសារបាញ់ចប់ណាបាទឥឡូវយើងឈានចូលដល់ចំណុចចុងក្រោយហើយគឺកិច្ចការផ្ទះបាទកិច្ចការផ្ទះនេះគឺសូមបងប្អូនទាំងអស់គ្នាធ្វើការនិយាយសង្ខេបអត្ថបទដកស្រង់រឿងភ្នំនាងកង្រីឲ្យខ្លីល្មមស្ដាប់បានណាបាទគឺរឿងភ្នំនាងកង្រីនៅក្នុងខេត្តកំពង់ឆ្នាំងបាទហើយអត្ថបទនេះយើងបានរៀនរួចហើយតាំងពីមេរៀនមុនម៉េះអញ្ចឹងសូមបងប្អូនធ្វើការសង្ខេបណាមុននឹងសង្ខេបគឺបងប្អូនទៅអានរឿងនឹងទាំងអស់គ្នាសិនបាទអានរឿងទាំងមូលឲ្យចប់ហើយបានយើងសង្ខេបឲ្យខ្លីល្មមស្ដាប់បានបាទអរគុណអញ្ចឹងមេរៀនរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ដល់ហើយដែរបាទសូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់នៅវីដេអូខ្លីនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា